ចានឹងហើយបងប្អូនហើយព្យាយាមថែរក្សាសុខភាពទៅបានវាបានសុខភាពណាបងប្អូនដូចជាខ្ញុំអញ្ចឹងអាយុច្រើនហើយបងប្អូនខ្ញុំ66 67ហើយបងប្អូនអើយមិននៅតិចទេប៉ុន្តែខ្ញុំតាំងចិត្តថាខ្ញុំធ្វើហាត់ប្រាណនឹងឲ្យបានជានិច្ចជានិច្ចជាកាលអញ្ចឹងហ្មងណាតាណាយើងហាត់រាល់ថ្ងៃអញ្ចឹងសុខភាពយើងក៏វារឹងប៉ឹងដែរបងប្អូនមិនខ្ញុំចេះតែនិយាយដើម្បីយូរដើម្បីអីទេខ្ញុំចង់ចែកចម្លែកបងប្អូនណាទាំងអស់គ្នាធ្វើម៉េចឲ្យបានសុខភាពទៅខ្ញុំសប្បាយចិត្តឲ្យតែបងប្អូនបានសុខភាពគឺខ្ញុំសប្បាយចិត្តហើយខ្ញុំមិនមានអីចែកចម្លែកបងប្អូនទេខ្ញុំមានតែរឿងហាត់ប្រាណហ្នឹងខ្ញុំចេះខ្ញុំដឹងកាលណាយើងហាត់បែបម៉េចដើម្បីសម្រួលរាងកាយសម្រួលសរសៃឈាមសម្រួលអីអញ្ចឹងខ្ញុំដឹងច្រើនពួកអីក៏ខ្ញុំបានព្យាយាមស្រាវជ្រាវការហាត់ប្រាណហ្នឹងយើងធ្វើឲ្យម៉េចពេលដែលយើងហាត់ហ្នឹងខ្ញុំច្រើនតែងើយកឡើងហ្នឹងដើម្បីហាមាត់ឲ្យចេញឲ្យជាតិពុលចេញពីក្នុងខ្លួនយើងពិសេសសួតយើងហ្នឹងធ្វើម៉េចឲ្យសួតហ្នឹងវាហើចេញអាជាតិពុលក្នុងសួតយើងហ្នឹងយើងស្រូបក្លិនស្រូបអីហ្នឹងឲ្យវាចេញឲ្យអស់ទៅហ្នឹងហើយម្យ៉ាងទៀតវាបែកញើសល្អទៀតពេលហាត់ហ្នឹងបងប្អូនដូចជាកម្លាំងហ្នឹងដឹងមកពីណាទេយើងចិត្តតែធ្វើបានហ្នឹងដោយសារតែថាយើងតាំងចិត្តផងកំដឹងអីកំដឹងហើយវាបានគ្នាច្រើនចឹងទៅវាអត់សូវហត់ណាបងប្អូនមានគ្នាអញ្ចឹងវាអត់សូវហត់មែនធ្វើទៅចិត្តតែមានកម្លាំងទៅអ្នកសើចលេងបង្អាប់គ្នាលេងអីក៏ចិត្តតែមានអញ្ចឹងទៅសុបាយរហូតរាល់ថ្ងៃហ្នឹងបងប្អូនហើយអត់មានថាធុញទ្រាន់ក្នុងការមកហាត់ប្រាណទេឲ្យតែមេឃអត់ភ្លៀងគឺមកហើយមកស្រុកគ្នាហ្មង20 30នាក់អញ្ចឹងទៅឲ្យតែមេឃអត់ភ្លៀងហើយបើមេឃរោភ្លៀងកលចង់ភ្លៀងគឺលែងមកបណ្ដោយគេខ្លាចរត់មិនតាន់ចាអ្នកខ្លាចហើយក្នុងចំណោមហ្នឹងមានអ្នកខ្លះក៏ផ្ដាសាយអីចឹងដែរបាត់មកបាត់ពី3នាក់អញ្ចឹងទៅក៏គាត់ផ្ដាសាយអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនឃើញវីដេអូខ្ញុំមកជួយមើលហើយជួយចុច Subscribe ម្នាក់មួយផងបងប្អូនដើម្បីបានដើរទៅមុខគេទៀតហ្នឹងណាបងប្អូនជួយចុចម្នាក់មួយមករូបសញ្ញារូបកណ្ដឹងអីហ្នឹងបងប្អូនជួយចុចម្នាក់មួយមកដើម្បីខ្ញុំបានឆាប់ដល់គោលដៅគេណាបងប្អូនចាហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាខ្ញុំជូនពរបងប្អូនទាំងអស់គ្នានឹងសូមឲ្យមានសុខភាពល្អសំណាងល្អទាំងអស់គ្នាកុំឲ្យមានជំងឺដង្កាត់អីមកបៀតបៀនណាបងប្អូនទាំងអស់គ្នាហើយដូចជាខ្ញុំអញ្ចឹងនិយាយទៅតាំងពីនោះមកដល់ឥឡូវក៏ខ្ញុំអត់ដែលអស់ថ្នាំអស់សង្កូវអីដែរពួកអីខ្ញុំហាត់នេះវាជាង10ឆ្នាំហើយឃើញថាវាបានផលដែរណាបងប្អូនខ្ញុំអត់ដែលខានទេហើយខ្ញុំហាត់ល្មមរបស់ខ្ញុំមិនឲ្យលើសកម្លាំងកុំឲ្យតិចជាងកម្លាំងដែរអញ្ចឹងខ្ញុំហាត់យកមកគ្រប់ចំនួនរាងកាយរបស់យើងដើម្បីទទួលយកបានចាព្យាយាមទាំងអស់គ្នាណាបងប្អូនខ្ញុំសូមជូនពរទាំងអស់គ្នានឹងឲ្យព្យាយាមទៅសុខភាពសំខាន់ដើរតួមុនគេគឺសុខភាពហើយលុយកាក់កើតក្រោយទេបងប្អូនបើកាលណាយើងអត់មានលុយក៏យើងអត់មានសុខភាពដែរអញ្ចឹងបើយើងបានសុខភាពហើយលុយហ្នឹងគឺវាកើតមកឯងហ្មងចាហ្នឹងហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងសូមអរគុណជម្រាបលា